លោកអញ្ញាលឹមប៊ុនហេងប្រធានក្រុមហ៊ុន Lysenco Ltd បានមានប្រសាសន៍នៅក្នុងឱកាសបើកសម្ពោធផលិតផលជីកសិកម្មថ្មីរបស់ក្រុមហ៊ុនថាបច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជាកំពុងតែយកចិត្តទុកដាក់ខ្លាំងលើវិស័យកសិកម្មហើយកម្ពុជាពុំទាន់មានរោងចក្រផលិតជីនៅឡើយនោះទេដូច្នេះហើយបានជាលោកធ្វើការនាំចូលជីកសិកម្មមកពីបរទេសយកមកចែកចាយបន្តដល់ប្រជាកសិករខ្មែរដើម្បីប្រើប្រាស់លោកអុកញ៉ាបានបញ្ជាក់ថានៅក្នុងមួយខែក្រុមហ៊ុនរបស់លោកបាននាំចូលជីកសិកម្មជាច្រើនប្រភេទចូលមកក្នុងស្រុកខ្មែរដែលមានចំនួនរហូតដល់7,000តោននៅក្នុងឱកាសបើកសម្ពោធផលិតផលនេះផងដែរលោកជំទាវម៉ែនសំអនឧបនាយករដ្ឋមន្ត្រីប្រចាំការនៃរាជរដ្ឋាភិបាលកម្ពុជាបានសម្ដែងនូវការអបអរសាទរចំពោះលទ្ធផលដ៏គួរឲ្យកត់សម្គាល់ដែលក្រុមហ៊ុនបាននាំចូលជីកសិកម្មប្រកបដោយគុណភាពខ្ពស់និងបានរួមចំណែកអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាលោកជំទាវសង្ឃឹមថាកសិករកម្ពុជានឹងទទួលបានផលប្រយោជន៍ពីវត្តមានរបស់ជីកសិកម្មសញ្ញាត្រាមកុដរបស់ក្រុមហ៊ុនដោយសារកសិករយើងកាន់តែមានជម្រើសច្រើននិងមានភាពងាយស្រួលក្នុងការទិញជីក្នុងតម្លៃកាន់តែប្រកួតប្រជែងនិងប្រសើរជាងមុនលោកជំទាវបានបន្តថាសកម្មភាពនេះក៏រួមចំណែកដល់ការពង្រឹងសន្តិសុខស្បៀងនិងការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជាហើយក៏បានជួយកាត់បន្ថយភាពក្រីក្រនិងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋខ្មែរផងដែរ